បាទជំរាបសួរពុកម៉ែបងប្អូនដែលកំពុងតែចូលមើលវីដេអូពី Channel YouTube ឬ Page Facebook របស់ខ្ញុំបាទអំពីការចែករំលែកបង្ហាញការដាំដំណាំនិងការចិញ្ចឹមសត្វសម្រាប់វីដេអូនេះបង្ហាញការប្រមូលផលម្ទេសក្រោយផ្ទះយកទៅហាលដើម្បីច្នៃធ្វើជាម្ទេសក្រៀមស្ងួតពេលដែលយើងយកម្ទេសស្រស់ហាលឲ្យស្ងួតក្រៀមល្អហើយយើងអាចយកទៅប្រើច្នៃទៅជាម្ទេសហុយប្រើបានច្រើនមុខតម្រូវការដែលយើងអាចប្រើបានពីម្ទេសដែលយើងច្នៃបងប្អូនអាចសង្កេតមើលសភាពដើមម្ទេសក្រោយផ្ទះដែលខ្ញុំកំពុងបេះនេះមានសភាពដើមមិនសូវជាល្អខ្លាំងដូចការដែលយើងដាំដើមដែលវាលូតលាស់ល្អត្បូងត្បូងអាយុដើមម្ទេសនេះមានអាយុ1ឆ្នាំល្បាក់1ឆ្នាំ1ខែអាយុវារៀងច្រើនគួរសមដែរពាក់កណ្ដាលនៃអាយុរបស់វាតាមតែអាយុម្ទេសវាមានអាយុយ៉ាងយូរ2ឆ្នាំជាងអីនឹងឯងអញ្ចឹងអាយុរបស់វា1ឆ្នាំជាងនេះគឺពាក់កណ្ដាលនៃអាយុដើមម្ទេសបើសិនជាយើងអាចថែដើមវាបានរស់បានយូរវាអាចយ៉ាងយូរ2ឆ្នាំជាងអញ្ចឹងអាយុវា1ឆ្នាំជាងនេះគឺសឹងពាក់កណ្ដាលនៃអាយុដើមម្ទេសហ្នឹងបាទប្រយ័ត្នដួលចាំប្រមូលស្លឹកឈើឲ្យបានច្រើនតាមតែស្លឹកឈើក្នុងដីយើងវាច្រើនតែវាអត់គ្រប់គ្រាន់ក្នុងការប្រមូលគោដើរតាមហ្នឹងទៅត្រូវកន្លងក៏កន្លងវាចេះលោតទេចេះវាចូលតាមប្រហោងតាមក្រោមកម្ពស់ហ្នឹងវាលោតបានធម្មតាส่วนนั้นខ្ញុំបានឆ្នៃចឹងបានឆ្នៃចឹងខ្ញុំធ្វើតាមជាក់ស្ដែងដែលមើលឃើញថាត្រូវធ្វើចឹងខ្ញុំធ្វើចឹងចាំមើលកាយកុនទៀតដាក់ចឹងឥឡូវយើងឃើញឆ្លាក់ចឹងដល់ពេលយើងកន្លងបានទៅដល់ពេលដែលស្រាប់វាចាប់ដើមច្រើនស្រាប់វាចាប់ដើមច្រើនវាមិននេះខ្ញុំតម្រូវដាក់តែស្លឹកឈើងាប់ទេអាស្លឹកឈើស្ងួតបើពួកប្រភេទបន្លែប្លុកអលួយអីហ្នឹងតាមពិតខ្ញុំអត់ចង់ដាក់លាយជាមួយអានឹងអាកណូហ្នឹងទេពួកប្រភេទបន្លែអលួយកាកសំណល់ស្អុយអីហ្នឹងអាហ្នឹងយើងចាក់តាមកន្លុកអីផ្សេងអានេះគ្រាន់តែដាក់មែកឈើដើម្បីទប់សំណើមគល់ដូងហើយដូចនឹងឲ្យវាក្រិចហ្នឹងកាត់បន្ថយស្មៅផងសម្រាប់បងប្អូនដែលកំពុងតែមើលវីដេអូខ្ញុំនេះបងប្អូនមានឆ្ងល់ដែរអត់ថាហេតុអីដើមម្ទេសខ្ញុំមិនដាំលើដីផ្ទាល់យើងមិនពូនរងលើដីផ្ទាល់ដាក់ដាំម្ទេសអញ្ចឹងខ្ញុំសូមប្រាប់បងប្អូនសម្រាប់រងម្ទេសរបស់ខ្ញុំគឺខ្ញុំដាំនៅក្នុងថង់ខ្ញុំយកថង់ខ្មៅធ្វើជារងម្ទេសសម្រាប់ដើមម្ទេសម្ដើមអញ្ចឹងណាដែលខ្ញុំជ្រើសរើសធ្វើរងម្ទេសលក្ខណៈថង់អញ្ចឹងគឺសម្រាប់ខ្ញុំគិតថាវាងាយស្រួលក្នុងការថែដើមវាណាអាចថាងាយស្រួលដាក់ទឹកដាក់ជីអញ្ចឹងហើយយើងដាំលក្ខណៈគ្រួសារអញ្ចឹងគឺខ្ញុំមិនតម្រូវដាំលើដីផ្ទាល់ទេខ្ញុំគិតថាដាំលើថង់គឺវាងាយស្រួលថែដើមវាអញ្ចឹងសម្រាប់បងប្អូនដែល អាចថាចង់សាកដាំបងប្អូនអាចមើល
តាមវីដេអូនេះបានយើងអាចប្រើថង់ខ្មៅបាទដូចជាទំហំប្រមាណគុណប៉ុន្មានទេខ្ញុំចាំមិនច្បាស់ដែរអញ្ចឹងបងប្អូនអាចមើលក្នុងវីដេអូជាក់ស្ដែងហើយការបាំងរោងគឺខ្ញុំប្រើអាស័យដោតជុំវិញក្នុងថង់ហ្នឹងទៅហើយយើងប្រើសំណាញ់ជ័រហ្នឹងហុំពាត់តាមគុំប្រទេសនឹងការពារមន់វាឡើងកាកាយណាហ្នឹងហើយចាំបងប្អូនអាចមើលតាមបច្ចេកទេសដែលខ្ញុំធ្វើនេះបានវាទទួលបានផលល្អមកកម្រិតដែរអញ្ចឹងណាអញ្ចឹងខ្ញុំបានប្រមូលផលតាំងពីចុងរោងមកដល់ខាងក្រោយនេះរួចបានទាំងអស់គឺសរុបប៉ុណ្ណេះហើយបន្ទាប់ទៀតខ្ញុំយកម្ទេសនេះទៅលាងសម្អាតបន្តិចសិនហើយបានយើងប្រឡេះតងយកទៅហាលឆ្នៃវាទឹកធ្វើជាម្ទេសក្រៀមអាចប្រើបានតាមតម្រូវការច្រើនមុខនេះទិដ្ឋភាពនៅក្រោយដីផ្ទះរបស់ខ្ញុំទិដ្ឋភាពទេសភាពបរិវេណក្រោយផ្ទះនិងដំណាំផ្សេងឥឡូវដើរទៅផ្ទះវិញយកមកទៅលាងសម្អាតដើម្បីប្រឡេះតងដាក់ហាលនៅដល់កន្លែងលាងសម្អាតហើយដាក់ទឹកមកដាក់ទីចូលដើម្បីលាងទៅដាក់ចូលទៅដាក់ចូលឲ្យអស់ចាក់ចូលជ្រុំលាងកំតិចដីចេញហើយនឹងមេរោគតកៅផ្សេងតែវានៅតោងផ្លែម្ទេសហើយបន្ទាប់មកយើងស្រង់ដាក់ចូលកញ្ច្រែងបាទចាក់ចូលទៅខ្ញុំប្រើដៃផ្ទាល់អត់មានពាក់សំដៃអញ្ចឹងគឺខ្ញុំអត់ខ្លាចភាសាធ្លាប់ធ្វើម្ដងពីរដងដែរជាទៅពេលអញ្ចឹងទៅអត់ខ្លាចកាហាយដៃប៉ិតម្ទេសនេះវារោលដែរបើយើងធ្វើមិនស្រួលកាហាយអាក្រក់ណាបាទឥឡូវយើងចាក់សម្រង់ទឹកចេញវិញហើយដល់វាយើងប្រឡេះម្ដងប្រឡេះតងចាប់ផ្ដើមប្រឡេះម្ដងមួយមកដាក់ចូលប្រឡេះរហូតដល់អស់មួយតែតិចអស់ហើយមិនយូរទេជាងបងប្អូនតាមមើលចំណាយពេលប៉ុណ្ណាដើម្បីប្រឡេះឆាប់អស់បាទមិនយូរទេយ៉ាងយូរ1 ម៉ោងមានម្ទេសខ្លះល្អម្ទេសខ្លះរីកក្រិនតាមសភាពផ្លែម្ទេសដែលវាមានតកៅចោះពាក់កដាលហើយចិត្តអស់ហើយឥឡូវសល់តែប្រហែលគ្រាប់ទៀតប្រហើយប្រឡេះលឿនតែតើបាទ2 គ្រាប់ទៀតអស់រួចរាល់ហើយយើងប្រឡេះហើយយើងយកទៅដាក់ថាសដែកដើម្បីហាលហើយខ្ញុំយកម្ទេសនេះទៅមុខសិនដល់មុខហើយចូលថាសដែកព្រាយវាឲ្យស្ដើងចាប់ស្ងួតល្អខែនេះក្តៅខ្លាំងល្អផងអញ្ចឹងគឺឆាប់ស្ងួតស្លៀក
យ៉ាងយូរមកទឹកទៅ8 9ថ្ងៃហ្នឹងគឺពេញស្ងួតល្អហ្មងព្រោះឆ្នាំនេះក្តៅខ្លាំងមើលតាកម្ដៅថ្ងៃនេះបាទពលឺព្រះអាទិត្យចាំងចំខ្លាំងចឹងអាចស្ងួតលឿនមិនយូរទេឥឡូវរយៈពេល 3-4 ថ្ងៃក្រោយមកហ្នឹងគឺប្រទេសយើងបានចាប់ដើមស្ងួតបាន 50% អញ្ចឹងយើងចំណាយពេលហាល 3 ទៅ 4 ថ្ងៃទៀតគឺអាចប្រមូលទុកយកទៅបុកធ្វើជាម្ទេសហុយប្រើបានតាមតម្រូវការដែលយើងអាច